សម្ដេចបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវណ្ណដាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវណ្ណដាចំនួន4426នាក់ក្នុងនោះមាននារី3924នាក់នាព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2025នេះដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា2023-2024កន្លងមកនេះនៅទីតាំងគោលរាជធានីភ្នំពេញសាខាខេត្តសៀមរាបនិងសាខាខេត្តបាត់ដំបងក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតចំនួន50នាក់ក្នុងនោះមាននារី41នាក់ឯកឧត្តមបណ្ឌិតហេងវណ្ណដាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានវណ្ណដាបានថ្លែងថាក្នុងចំណោមជាង4400នាក់ដែលទទួលបានជ័យលាភីនាពេលនេះថ្នាក់បរិញ្ញាបត្ររងចំនួន411នាក់ក្នុងនោះមាននារី334នាក់ស្មើនឹង81.27%ថ្នាក់បរិញ្ញាបត្រចំនួន3896នាក់ក្នុងនោះមាននារី3522នាក់ស្មើនឹង90.40%ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន119នាក់ក្នុងនោះមាននារី68នាក់ស្មើនឹង57.14%ឯកឧត្តមបណ្ឌិតហេងវណ្ណដាបានបន្តថាក្នុងឆ្នាំសិក្សា2024-2025នេះវិទ្យាស្ថានវណ្ណដាមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកនិងសាស្ត្រាចារ្យសរុបចំនួន971នាក់ក្នុងនោះមាននារី382នាក់និងនិស្សិតកំពុងសិក្សាចំនួន10212នាក់ក្នុងនោះមាននារី9170នាក់និងគិតចាប់ពីឆ្នាំសិក្សា2002-2003ដល់ឆ្នាំសិក្សា2022-2024កន្លងមកនេះនិស្សិតបានបញ្ចប់ការសិក្សាគិតទាំងនិស្សិតជ័យលាភីនេះផងសរុបចំនួន56526នាក់ក្នុងនោះមាននារី47983នាក់ដោយឡែកចំពោះនិស្សិតជ័យលាភីត្រូវទទួលបរិញ្ញាបត្រនាឱកាសនេះវិញយោងតាមការអង្កេតបានបង្ហាញថានិស្សិតចំនួន4426នាក់អ្នកមានការងារធ្វើចំនួន3974នាក់ស្មើនឹង89.79%។